ចាប់ពីថ្ងៃនេះទៅបងប្អូនលែងឆ្ងល់ឡើយថាខ្ញុំមកថ្ងៃនឹងធ្វើការអីចឹងបាទហើយនេះហើយគឺជាការងាររបស់ខ្ញុំធ្វើរាល់ថ្ងៃមកយើងធ្វើបកគោភ្លើងសូឡាបងប្អូនអរគ្នាហើយមួយទៀតចាក់ស្ដែងខ្ញុំការងារនេះខ្ញុំដឹងមួយមេ4 5ឆ្នាំហើយបងប្អូនអរគ្នាចឹងនៅយើងជុំដែរមកសួរថា hot អត់គឺការងារចាក់ស្ដែងបងប្អូនការងារអីក៏ hot ដែរតែយើងថៃយើងស៊ូទ្រាំយើងខំអត់ធ្មត់ដើម្បីអនាគតនឹងជីវភាពរបស់ខ្ញុំក៏សូមអរគុណដែរសម្រាប់ការងារនេះអរគុណមេដែលបានផ្ដល់ឱកាសឲ្យហើយបានមកហាត់បរៀនច្រើនហើយការងារនេះក៏បានផ្ដល់បទពិសោធន៍បរៀនខ្ញុំឲ្យចេះច្រើនផងដែរហើយមួយទៀតទៅគឺកន្លែងការងារនេះគឺជាកន្លែងដូចជាមណ្ឌលកែប្រែចឹងបងប្អូនអរគ្នាធ្លាប់ពីមនុស្សដែលលេងតែជប់រហូតមកជាក្មេងដែលល្អធ្វើការប្រឹងប្រែងខំសន្សំដោយវិញគឺតែជិលហើយនៅក្នុងអំឡុងពេលដែលធ្វើការនេះផងដែរគឺខ្ញុំបានជួបបទពិសោធន៍ច្រើនដូចជាជួបបុគ្គលជាច្រើនប្រភេទមែនទែនក្នុងឆាកជីវិតមួយខ្ញុំជួបប្រភេទមនុស្សគឺច្រើនមែនទែនមិនថាចាស់ក្មេងមិនថាក្មេងចាស់ទេយើងជួបច្រើនពេលយើងប្រឡូកលើដំបងគឺថារៀនទៅបាដែរបងប្អូនអរគ្នាដែលយើងជួបបញ្ហានៅពេលដែលគេនិយាយទៅរៀងញ៉ាញ់ណាស់ចឹងទៅយើងពេលខ្លះមានអារម្មណ៍ថាខឹងអញ្ចឹងប៉ុន្តែមិនថ្មីនោះទេបាននៅពេលក្រោយក្នុងមកខ្ញុំនឹងក៏មានដែលគាត់បានប្រហាត់បរៀនខ្ញុំពីរបៀបនិយាយពីរបៀបតាក់ទងគ្នាគឺធ្វើមិនឲ្យគេណាត់គេស្រឡាញ់យើងតែសុទ្ធតែយើងធ្វើខុសអត់យើងធ្វើខុសបងប្អូនធ្វើខុសច្រើនដងប៉ុន្តែយើងធ្វើខុសហើយយើងត្រូវកែមកវិញយើងមិនឲ្យបដិកតខ្លួនកាន់តែខុសទៅដែរណាព្រោះថាការនេះនេះហើយគឺជាឆ្នាំងបាយរបស់យើងរាល់ថ្ងៃណាបងប្អូនអរគ្នាបាទអញ្ចឹងពីតមកដល់ចុងបញ្ចប់ហើយក៏សូមអរគុណបងប្អូនអរគ្នាបានចូលមើលដល់ពេលដល់ដល់ចប់អូខេអរគុណច្រើន